សួស្តីទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូនឹងបង្ហាញទាំងអស់គ្នាពីនីតិវិធីនៅក្នុងការបិទបញ្ជីចំណាយទឹកភ្លើងទៅតាមស្តង់ដារ IMF អញ្ចឹងតើយើងត្រូវបិទបញ្ជីចំណាយទឹកភ្លើងយ៉ាងម៉េចដើម្បីឲ្យត្រូវទៅតាមស្តង់ដាររបស់យើងនេះអ្នកគ្រូឧទាហរណ៍ថាការចំណាយទឹកភ្លើងនេះគឺកើតឡើងនៅក្នុងខែ3អ្នកគ្រូគូររូបនេះហើយពាក់ព័ន្ធជាមួយនឹងខែ4អញ្ចឹងនៅក្នុងខែ3ការប្រើប្រាស់ទឹកភ្លើងនៅក្នុងខែ3នេះគឺមកដល់ចុងខែទាំងអស់គ្នាជាគណនេយ្យករត្រូវការបិទបញ្ជីយើងអត់មានទទួលបាន invoice ទាំងអស់យើងត្រូវការបិទបញ្ជីចំណាយទឹកភ្លើងតើយើងនឹងធ្វើម៉េចដើម្បីអាចបិទចំណាយទឹកភ្លើងបានអញ្ចឹងនៅក្នុងការបិទចំណាយទឹកភ្លើងនេះបានអ្នកគ្រូឲ្យទាំងអស់គ្នាមើល process សិននៃការដែលយើងទទួលបានវិក័យប័ណ្ណទឹកភ្លើងនិងនៅពេលដែលយើងទៅបង់ទឹកភ្លើងករណីទី1គឺនៅពេលដែលយើងចំណាយមានប្រតិបត្តិការចំណាយទឹកភ្លើងនៅក្នុងខែ3អញ្ចឹងដល់ចុងខែបានថ្ងៃទី31នេះអូនត្រូវបិទបញ្ជីហើយពេលហ្នឹងអូនត្រូវបិទបញ្ជីចំណាយទឹកភ្លើងអូនអត់មានទទួលបានវិក័យប័ណ្ណទេអញ្ចឹងគណនេយ្យករត្រូវតែធ្វើការប៉ាន់ស្មាន estimate ទៅលើចំណាយទឹកភ្លើងហើយការប៉ាន់ស្មាន estimate ទៅលើចំណាយទឹកភ្លើងនេះយើងត្រូវធ្វើម៉េចទាំងអស់គ្នាដឹងថាត្រូវធ្វើម៉េចទេនៅក្នុងការប៉ាន់ស្មានទៅលើចំណាយទឹកភ្លើងគឺអូនត្រូវមើលទៅលើចំណាយទឹកភ្លើងនៅក្នុងខែ1ខែ2ថាជាមធ្យមនៅក្នុងខែ1ខែ2ជាប្រវត្តិដែលយើងធ្លាប់ប្រើតើអស់ប្រមាណបន្ទាប់មកយើងធ្វើការប៉ាន់ស្មានទៅលើចំណាយទឹកភ្លើងនេះសម្រាប់ខែ3បន្ទាប់ពីយើងប៉ាន់ស្មានបិទបញ្ជីហើយស្រាប់តែខែ4ថ្ងៃទី5ខែ4នេះយើងទទួលវិក័យប័ណ្ណទឹកភ្លើងអញ្ចឹងអូនជាគណនេយ្យករអូនត្រូវតែចុះបញ្ជីម្ដងទៀតកែតម្រូវម្ដងទៀតនៅពេលដែលអូនទទួលបានវិក័យប័ណ្ណនៅពេលដែលយើងទទួលបានវិក័យប័ណ្ណភ្លាមទាំងអស់គ្នាច្បាស់ជាអត់ទាន់យកលុយទៅបង់ទេអញ្ចឹងអ្នកគ្រូឧទាហរណ៍ថាថ្ងៃទី10ខែ4ដដែលហ្នឹងអូនបានយកលុយទៅបង់ប្រាក់សំទោសមិនយកលុយទៅបង់ប្រាក់បានន័យថាយើងយកលុយទៅបង់ចំណាយទឹកភ្លើងហ្នឹងអញ្ចឹងសួរថានៅពេលដែលយើងយកលុយទៅបង់ចំណាយទឹកភ្លើងហ្នឹងគណនេយ្យករយើងត្រូវចុះយ៉ាងម៉េចទៀតយើងត្រូវកែតម្រូវយ៉ាងម៉េចដើម្បីឲ្យវាត្រឹមត្រូវអញ្ចឹងដើម្បីបិទចំណាយទឹកភ្លើងបានទាំងអស់គ្នាមាន3 process ហ្នឹងដែរអ្នកគ្រូនិយាយហ្នឹងទី1អូនត្រូវដឹងអំពីតកតងជាមួយនឹងការចុះទទួលស្គាល់ចំណាយនៅចុងខែទី2គឺនៅពេលដែលអូនទទួលវិក័យប័ណ្ណទី3គឺនៅពេលដែលយើងយកលុយទៅបង់ចំណាយទឹកភ្លើងបញ្ហាដែលសំខាន់តកតងជាមួយនឹងចំណុចមួយទៀតគឺការប៉ាន់ស្មានតកតងជាមួយការប៉ាន់ស្មាននេះអ្នកអរគ្នាច្បាស់ជាឆ្ងល់ហើយជាធម្មតានិយាយពីការប៉ាន់ស្មានគឺវាអត់ដែរត្រូវទេបានន័យថាវាអាចលើសអាចនឹងខ្វះឧទាហរណ៍បើសិនជាទាំងអស់គ្នាប៉ាន់ស្មានចំណាយទឹកភ្លើងទៅថាអស់$120ប៉ុន្តែដល់ពេល invoice ជាស្ដែងតែ$100នៅក្នុងខែ3ហ្នឹងអញ្ចឹងសួរថាអ្នកគ្រូបើខ្ញុំប៉ាន់ស្មានលើអញ្ចឹងតើខ្ញុំត្រូវធ្វើម៉េចនេះដូចអ្នកគ្រូនិយាយអញ្ចឹងថាការប៉ាន់ស្មានលើជាស្ដែងទី2បើសិនជាការប៉ាន់ស្មានហ្នឹងវាតិចជាងជាក់ស្ដែងតើខ្ញុំត្រូវបិទយ៉ាងម៉េចកែតម្រូវយ៉ាងម៉េចឲ្យវាត្រឹមត្រូវទៅតាមស្តង់ដារទី3គឺប៉ាន់ស្មានស្មើជាមួយនឹងជាក់ស្ដែងអាហ្នឹងវាងាយស្រួលជាងគេបានន័យថាបើវាស្មើហើយគឺវាអត់មានបញ្ហាអីទេអញ្ចឹងនៅក្នុងចំណុចនេះអ្នកគ្រូនឹងលើកយកចំណុចទី1ដែលថាបើសិនជាទាំងអស់គ្នាធ្វើការប៉ាន់ស្មាននៅពេលបិទបញ្ជីចំណាយទឹកភ្លើងខែ3នេះទៅប៉ាន់ស្មានទៅវាលើសជាក់ស្ដែងដែលអ្នកទាំងអស់គ្នាលើកជាក់ស្ដែងដែលវិក័យប័ណ្ណភ្លើងហ្នឹងនឹងធ្លាក់មកតើអ្នកគ្រូតើយើងត្រូវបិទយ៉ាងម៉េចនៅក្នុងចំណុចហ្នឹងអញ្ចឹងអ្នកគ្រូនឹងបង្ហាញថាអូនត្រូវចុះយ៉ាងម៉េចខ្លះអញ្ចឹងគណនេយ្យករយើងមានការព្រួយបារម្ភខ្លាចបិទបញ្ជីទឹកឬក៏ភ្លើងទៅវាអត់ត្រូវទៅតាមស្តង់ដារដែលយើងប្រើប្រាស់ដែលជាស្តង់ដារ account ស្តង់ដារគណនេយ្យដែលនៅប្រទេសកម្ពុជាយើងប្រើប្រាស់គឺទៅតាមស្តង់ដារ IFRS ចាជាស្តង់ដារអន្តរជាតិដែលយើងកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងអ្នកគ្រូបង្ហាញឥឡូវនេះយើងធ្វើការប៉ាន់ស្មានអានេះចំណុចប៉ាន់ស្មានហើយយើងនឹងធ្វើការបិទមកដល់នៅពេលដែលយើងបង់ប្រាក់នៅពេលដែលយើងប៉ាន់ស្មានចំណាយជាក់ស្ដែង SE នេះអ្នកគ្រូតំណាង estimate បានន័យថាយើង estimate ចំណាយភ្លើងឥឡូវខ្ញុំលើកទៅចំណាយភ្លើងមួយឯងព្រោះជាធម្មតាវិក័យប័ណ្ណទឹកភ្លើងអត់ដែលធ្លាក់មកមួយគ្នាទេអាចភ្លើងធ្លាក់មកថ្ងៃផ្សេងទៅឬក៏ទឹកធ្លាក់មកថ្ងៃផ្សេងអញ្ចឹងខ្ញុំឧទាហរណ៍នៅក្នុងនេះគឺវិក័យប័ណ្ណតាក់ទងជាមួយនឹងភ្លើងបើសិនជាខ្ញុំឧទាហរណ៍ថា estimate ភ្លើងខែ3ហ្នឹងគឺអស់$120វាធំជាងជាក់ស្ដែង
យើងទៅមើលវិក័យប័ណ្ណជាក់ស្ដែងគឺ A នេះគឺវិក័យប័ណ្ណជាក់ស្ដែង actual ណាគឺ$100អញ្ចឹងតើអូនជាគណនេយ្យករអូនត្រូវបិទយ៉ាងម៉េចដើម្បីឲ្យត្រឹមត្រូវអញ្ចឹងខ្ញុំលើកយក3ដំណាក់កាលដែលខ្ញុំបានបង្ហាញនេះមកដែរទី1គឺពេលបិទបញ្ជីចុងខែអញ្ចឹងពេលបិទបញ្ជីចុងខែអ្នកគ្រូបញ្ជាក់មិញណាយើងត្រូវធ្វើការ estimate ទៅលើចំណាយភ្លើងហ្នឹងអញ្ចឹងយើង estimate បាន120ថ្ងៃចុងខែហ្នឹងគឺជាថ្ងៃដែលយើងត្រូវទទួលស្គាល់ចំណាយអញ្ចឹងយើងចុះយ៉ាងម៉េចនៅកន្លែងហ្នឹងដើម្បីចុះចំណាយទឹកភ្លើងរបស់យើងកន្លែងហ្នឹងអញ្ចឹងថ្ងៃហ្នឹងគឺជាថ្ងៃដែលយើងទទួលស្គាល់ចំណាយយើងអាចចុះវាជាចំណាយអញ្ចឹងអ្នកគ្រូដាក់ថាដោយសារវាជាចំណាយភ្លើង electricity expense electricity expense នេះយើងចុះតាមការប៉ាន់ស្មានណាកន្លែងហ្នឹងគឺ120បន្តមកទៀតយើងគឺធ្វើការបង្កចំណាយទុកមុនបានន័យថាយើងមានការជំពាក់ទៅលើចំណាយភ្លើងអញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់ថាជាការបង្កចំណាយភ្លើងក៏បានគឺវាជា accrue all expense ចាអញ្ចឹងយើងចុះតាក់ទងជាមួយនឹងការបង្កទៅលើចំណាយតាក់ទងជាមួយនឹងភ្លើងហ្នឹងគឺយើងធ្វើការបង្កទៅលើចំណាយទុកមុនវាជាគណនេយ្យបំណុលឬមួយទៀតក៏យើងអាចប្រើពាក្យ electricity payable បានន័យថាការជំពាក់ទៅលើចំណាយភ្លើងអញ្ចឹងអ្នកគ្រូដាក់ថា electricity payable គឺ$120នេះគឺជាការចុះនៅក្នុងចុងខែនៅពេលដែលទាំងអស់គ្នាធ្វើការប៉ាន់ស្មានទៅលើការបិទបញ្ជីទៅលើភ្លើងអញ្ចឹងក្នុងនឹងបានឲ្យយើងប៉ាន់ស្មាន120ណាបងប្អូនគឺយើងចុះបែបហ្នឹងមកដល់ដំណាក់កាលទី2ដែលអ្នកគ្រូបញ្យល់មិញចូលដល់ថ្ងៃទី5ខែ4ហ្នឹងនៅពេលដែលយើងទទួលវិក័យប័ត្រនៅពេលដែលយើងទទួលវិក័យប័ត្រភ្លើងហ្នឹងបានអូនជាគណនេយ្យករគឺត្រូវចាប់ដើមចុះទៀតនៅកន្លែងហ្នឹងយើងចុះយ៉ាងម៉េចអញ្ចឹងទី1យើងចុះតាមជាស្ដែងបានន័យថា electricity expense ប្រហែលដែលយើងឧទាហរណ៍ជាស្ដែងគឺ$100អញ្ចឹងយើងចុះមកចំណាយទឹកភ្លើង$100ហើយ electric city payable របស់យើងដែលជំពាក់ហ្នឹងគឺ$100យើងចុះតាមជាស្ដែងហ្នឹងមកបន្តមកទៀតទាំងអស់គ្នាកន្លែងហ្នឹងគឺយើងត្រូវបិទយ៉ាងម៉េចឲ្យចំណាយនេះចំណាយភ្លើងនៅខាងលើដែលយើង estimate នេះគឺវាស្មើ0វិញអញ្ចឹងយើងត្រឡប់តាក់ទងជាមួយនឹងគណនេយ្យបំណុលរបស់យើងនេះ electric payable នេះមកខាង debit ចំណែក electricity expense នេះមកខាងcredit វិញអូខេអញ្ចឹងគ្រូចាប់ដើមចូលណាelectricity payable ប៉ាន់ស្មានយើងបិទឲ្យ0វិញគឺ120អូខេខាង credit គឺ electricity payable ស្មើ120អញ្ចឹងយើងអាចមើលកន្លែងនឹងបានខាងលើនេះយើងទទួលស្គាល់ចំណាយសំដៅខាងលើនេះគឺយើងទទួលស្គាល់ចំណាយគឺ estimate 120នៅក្នុងចំណុចទី2នេះយើងបានបិទដើម្បីឲ្យតាក់ទងជាមួយនឹងចំណាយ estimate យើង0វិញឃើញយើងនេះដោយសារវាឆ្លាស់គ្នាមួយនៅខាង debit មួយនៅខាង credit អញ្ចឹងអាពីរនេះគឺ0ហើយអញ្ចឹងអ្វីដែលយើងត្រូវបិទបន្តទៀតគឺ electricity expense $100ដែលជាក់ស្ដែងជាមួយនឹងបំណុលទៅលើចំណាយភ្លើងនេះជាក់ស្ដែងគឺ$100អញ្ចឹងនៅក្នុងដំណាក់កាលទី2នៃការទទួលវិក័យប័ត្រគឺយើងបិទបែបហ្នឹងចូលដល់ទី3នៅពេលដែលគណនេយ្យករយកលុយទៅបង់ណាទៅបង់ភ្លើងតើនៅពេលហ្នឹងអូនចុះមិនអូនឥឡូវហ្នឹងអូនឲ្យគេទៅបង់ភ្លើងអូនត្រូវដកលុយទៅបង់ភ្លើងថាអញ្ចឹងយើងជាគណនេយ្យករយើងចាប់តាមចុះទៅយើងចុះមិនអញ្ចឹងទាំងអស់គ្នាដឹងហើយពេលដែលយើងយកលុយទៅបង់ភ្លើងបានន័យថាអ្វីដែលថយសំខាន់ជាងគេគឺ cash របស់យើងមិនអញ្ចឹងទេ cash របស់យើងគឺថយហើយបំណុលដែលយើងជំពាក់ភ្លើងគេនេះដែលយើងប្រើប្រាស់មួយខែនេះច្បាស់ជាថយចុះហើយអញ្ចឹងនៅខាង debit យើងចុះអីគេបំណុលថយចុះគឺ electricity payable បំណុលជាក់ស្ដែងអូខេនឹងថយចុះ$100 cash ថយចុះ$100ជាស្ដែងអញ្ចឹងនៅពេលដែលយើងបាត់ហ្នឹងទៅគឺ0បាត់ហើយអញ្ចឹងហើយបានទឹកភ្លើងរបស់យើងគឺអស់ហើយសម្រាប់ការចំណាយទឹកភ្លើងនៅក្នុងខែ3ហ្នឹងគឺបាត់ត្រឹមហ្នឹងហើយនេះគ្រូនិយាយពី cash តិច cash នេះបើសិនទាំងអស់គ្នាយកលុយសុទ្ធទៅបង់យើងដាក់ cash on hand ថយចុះតែបើអ្នកទាំងអស់គ្នាបង់លុយតាមធនាគារគឺយើងអាចប្រើ cash in bank អញ្ចឹងទៅ
ចឹងនៅក្នុងការបិទបញ្ជីទឹកភ្លើងហ្នឹងគឺមាន3ដំណាក់កាលអានេះអ្នកគ្រូលើកយកតែឧទាហរណ៍មួយទេគឺតាក់ទងជាមួយនឹងការប៉ាន់ស្មាននៅពេលដែលយើងប៉ាន់ស្មានទៅវាលើកជាក់ស្ដែងអញ្ចឹងគឺយើងបិទបែបហ្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះចាអរគុណ